សោតនីរកម្មដ៏ខុសខើតារាបង្ហាញមួយជនជាតិបេឡារុសម្នាក់ត្រូវគេលបួងទៅទីក្រុងបាងកកដែលប្រាជាទីតាំងដើម្បីបញ្ជូនទៅលក់ជាទេសកលឆោបោកនិងសម្លាប់យកសរីរាង្គនៅមីយ៉ាន់ម៉ាករណីដ៏គួរឲ្យតក់ស្លុតរបស់នាងវេរ៉ាក្រាត់សូវ៉ាអាយុ26ឆ្នាំជនជាតិបេឡារុសម្នាក់ដែលត្រូវបានគេបោកបញ្ឆោតដោយការផ្ដាល់ការងារបង្ហាញម៉ូដនៅប្រទេសថៃហើយទៅចាប់ជំរិតទៅកាន់តំបន់គ្មានច្បាប់នៅប្រទេសមីយ៉ាន់ម៉ាបង្កឲ្យមានការភ្ញាក់ផ្អើលជាសកលលោកអំពីភាពរន្ធត់នៃវិបត្តិជួញដូរមនុស្សនិងមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតព័ត៌មានលម្អិតថ្មីៗបានបង្ហាញថានាងត្រូវបានគេបង្ខំឲ្យធ្វើទស្សករផ្នែកឧក្រិដ្ឋកម្មហើយចុងក្រោយទៅបានពួកក្រុមឧក្រិដ្ឋជនសម្លាប់ប្រមូលផលសរីរាង្គនាងវេរ៉ាក្រាត់សូវ៉ាគឺជាតារាបង្ហាញម៉ូដឯករាជ្យដែលបានផ្លាស់ទៅរស់នៅទីក្រុងសេន Petersburg ប្រទេសរុស្ស៊ីបន្ទាប់ពីការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យប្រទេសបេឡារុសនាងធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសអាស៊ីមួយចំនួនរួមមានវៀតណាមចិននិងឥណ្ឌូនេស៊ីប្រវត្តិរូបរបស់នាងបានបង្ហាញថានាងជាមនុស្សដែលមានការអប់រំនិងមានបទពិសោធន៍ធ្វើដំណើរដែលធ្វើឲ្យនាងក្លាយជាគោលដៅដ៏ងាយស្រួលសម្រាប់ពួកក្រុមឧក្រិដ្ឋជនដែលត្រូវការជនរងគ្រោះដែលមានរូបសម្ផស្សនិងអាចប្រើប្រាស់បច្ចេកវិទ្យាបានយោងតាមរបាយការណ៍របស់សារព័ត៌មានបរទេសរួមទាំង Daily Mail និង Chosun English នាងបានធ្វើដំណើរទៅកាន់ទីក្រុងបាងកកប្រទេសថៃកាលពីខែមុនបន្ទាប់ពីទទួលបានសារទំនាក់ទំនងផ្ដល់ជូនការងារបង្ហាញម៉ូដក្រៅម៉ោងក្រុមប៉ូលីសមីយ៉ាន់ម៉ាបានបញ្ជាក់ថាការតាក់ទងដំបូងនេះមិនមែនមកពីទីភ្នាក់ងារបង្ហាញម៉ូដនោះទេប៉ុន្តែជាក្រុមឧក្រិដ្ឋជនដែលមានបំណងលបួងនាងតាំងពីដំបូងនៅពេលទៅដល់ប្រទេសថៃនាងត្រូវបានអង្គការឧក្រិដ្ឋកម្មក្នុងស្រុកចាប់ជំរិតភ្លាមហើយនាំយកទៅកាន់តំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាតំបន់នេះជាមជ្ឈមណ្ឌលប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតខ្នាតធំដែលត្រូវបានដំណើរការដោយការខុបខិតគ្នារវាងក្រុមឧក្រិដ្ឋជនចិននិងកងជីវពលក្នុងតំបន់មីយ៉ាន់ម៉ានៅទីនោះនាងត្រូវបានដកហូលីខិតឆ្លងដែននឹងទូរស័ព្ទចល័តនាងត្រូវបានគេបង្ខំឲ្យចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងទទួលការវាយដំនិងគំរាមកំហែងការងារចម្បងដែលនាងកាត់សូវ៉ាត្រូវធ្វើគឺការឆបោកស្នេហាដោយតម្រូវឲ្យនាងបង្កើតទំនាក់ទំនងជាមួយបារោះអ្នកមានដើម្បីជំរិតទារប្រាក់ពីពួកគេរបាយការណ៍ជាច្រើនស្ដីពីមជ្ឈមណ្ឌលឆបោកទាំងនេះបានបង្ហាញថាជនរងគ្រោះត្រូវបានបង្ខំឲ្យបំពេញគោលការណ៍ប្រាក់ចំណេញគោលដៅឬ target profit ប្រសិនបើពួកគេបរាជ័យពួកគេនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មដ៏ឃោរឃៅដូចជាការវាយដំការធ្វើទរណកម្មនិងការបង្ខំឲ្យធ្វើបេសកចាឬការគំរាមកំហែងវះកាត់យកសរីរាង្គក្នុងករណីនាងក្រាត់សូវ៉ាគឺនៅពេលដែលនាងឈប់រកលុយបានទំនាក់ទំនងជាមួយនាងក៏ត្រូវបានកាត់ផ្តាច់ក្រោយមកក្រុមគ្រួសាររបស់នាងបានទទួលសារអនាមិកដែលបានបញ្ជាក់ថាក្រាត់សូវ៉ាត្រូវបានលក់ទៅឲ្យអង្គការជួញដូរសរីរាង្គនាងត្រូវបានគេវះកាត់យកសរីរាង្គហើយសពរបស់នាងត្រូវបានដុតបំផ្លាញចោលសោតនីរកម្មរបស់នាងក្រាត់សូវ៉ាបានបង្ហាញថាគ្រោះថ្នាក់នៃការជួញដូរមនុស្សចូលទៅក្នុងមជ្ឈមណ្ឌលឆបោកនៅមីយ៉ាន់ម៉ាមិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់ពលរដ្ឋមកពីបណ្ដាប្រទេសដទៃរួមទាំងអឺរ៉ុបផងដែរករណីនេះបានគូបញ្ជាក់ពីការអនុវត្តដ៏សាហាវនៃការជួញដូរសរីរាង្គដែលត្រូវបានគេរកឃើញថាមានយ៉ាងហោចណាស់ 1% នៃករណីជួញដូរមនុស្សដែលបានរកឃើញទូទាំងពិភពលោកអាជ្ញាធរអន្តរជាតិកំពុងអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននេះដែលបន្តចាប់ឃុំខ្លួនជនរងគ្រោះរាប់ម៉ឺននាក់នៅក្នុងលក្ខខណ្ឌដូចទាសករ